បាទជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំដែរជួបអេដមីនម្ដងទៀតហើយថ្ងៃនេះអេដមីននឹងមកស្រាវចម្ងល់ពុកម៉ែបងប្អូនថាតើមូលហេតុអ្វីបានជាត្រាក់ទ័រយើងប្រើទៅឡើងកម្ដៅបងសួរបងបាទជំរាបសួរបងកាលនេះមានបញ្ហាមួយចំនួនមានចម្ងល់មួយដែលស្រាយមិនចេញពុកម៉ែបងប្អូនយើងនៅក្នុង fan page ក៏ដូចជា TikTok ក៏សួរច្រើនដែរធ្វើមិនដើម្បីឲ្យត្រាក់ទ័រយើងអត់ខូចកម្ដៅចឹងមកទីបង្ហាញបាទគេគ្រប់ជាដំបូងខ្ញុំបាទឧត្តមជាជាងបច្ចេកទេសប្រចាំហាងសេរីបានបបកស្រាយពីចម្ងល់ដែលបងប្រុសបានសាកសួរបាទដើម្បីថាឲ្យត្រាក់ទ័រយើងកាត់បន្ថយភាពឡើងកម្ដៅទី1យើងត្រូវមើលអ្វីខ្លះបាទទី1បើសិនជាយើងជួលរបៀបថាជួលខាងនេះគឺប្រភេទដីគោបាទដីគោគឺយើងប្រើមកទី1គឺយើងមើលសម័យមុខបាទយើងបើសិនជាខាងណាខែភាគច្រើនអតិថិជនឬក៏ប្រជាកសិករយើងប្រកេតជ្រាំងកាលណាតែដល់វាអញ្ចឹងវាអាចមានការស្ទះអញ្ចឹងវាអាចមានការឡើងកម្ដៅអញ្ចឹងយើងមើលជាស្ដាយទី1យើងមើលប្រើខាងមុខបើសិនជាប្រើខាងមុខនេះវាស្ទះវាធ្វើឲ្យម៉ាស៊ីននេះឡើងកម្ដៅនេះបាទហើយចំណុចទី2គឺមុខធ្វើទឹកបាទមុខធ្វើទឹកឬក៏ធុងទឹកអញ្ចឹងកញ្ច្រែងនេះយើងអាចដោះសម្អាតបានយើងការសម្អាតអញ្ចឹងបងប្រុសបាទមើលសម្អាតគឺយើងសម្អាតមកពីក្នុងទឹកមកអាចហាមគោបាទយើងក្រុមក៏បានយើងបានជូតសម្អាតក៏បានយើងយកអីម៉ាស៊ីនបាទអីក្រុមយកម៉ាស៊ីនក្រុមក៏បានឬក៏យើងយកកណ្ដាប់ដែលស្អាតនេះយើងជូតបាទកាលណាមិនបានហាមគោះកាលណាតែយើងគោះទៅវាអាចកពិតបាទវាអាចកពិតនេះទៅវាធ្វើឲ្យកាលណាតែកពិតវាឲ្យយើងដាក់ចូលវិញសំណាញ់នេះប៉ះនឹងក្នុងទឹកវាអាចជួយឲ្យជ្រាបទឹកបាទពួកប្រភេទទឹកនេះគឺប្រភេទនេះដែរចឹងវាអាចខូចទៀតណាបាទប្រុសបាទហើយចំពោះការដាក់ទៅវិញគឺយើងដាក់ស្របតិចមកយើងដាក់ចូលតាមសុកតាមលំនាំគេមកបាទអានឹងគឺចំណុចទី2បងប្រុសគឺការយើងប្រើការយើងឲ្យលោកយើងបាត់ឡើងដៅហើយទី3គឺយើងផុសវាស្អាតព្រមស្អាតបាទការដាក់បំគឺយើងយកខ្យល់របៀបថាខ្យល់យើងបើសិនជាយើងខ្យល់បើសិនប្រើខ្យល់ខ្លាំងគឺយើងមើលតាមព្រិលហាមធំទី1ហាមធំយ៉ាងម៉េចហាមធំខ្យល់នេះយើងក្នុងទឹកទឹកកាលណាតែផ្លុំទឹកទឹកវាធ្វើឲ្យព្រិលក្នុងទឹកនេះវាអាចកពិតបានអញ្ចឹងកាលណាតែកពិតគឺខ្យល់យើងបឹកអត់គ្រប់ជុំទេវាធ្វើឲ្យម៉ាស៊ីនយើងក្តៅបាទហើយបើសិនជាយើងថាវិធីសាស្ត្រកាត់បន្ថយកម្ដៅគឺយើងផ្លុំគឺស្របពិលកាលណាតែស្របពិលអញ្ចឹងដីនៅក្នុងពិលហ្នឹងវាអាចខ្ជាក់ចេញទាំងអស់បាទអាហ្នឹងចំណុចទី3បាទហើយចំណុចទី4គឺខ្សែពានផ្លិតទឹកនេះខ្សែពានផ្លិតទឹកនោះមាន2តួនាទីទី1គឺការពារម៉ាស៊ីនយើងបញ្ចុះកម្ដៅបាទកាលណាតែវាធូរពេកម៉ាស៊ីនយើងវិលអត់គ្រប់ជុំទេធ្វើម៉ាស៊ីនយើងផ្លិតយើងបកអត់គ្រប់ជុំធ្វើម៉ាស៊ីនយើងឡើងកម្ដៅតួនាទីទី2គឺសាកអាគុយបាទគឺមកចំណុចនេះមាន2តួនាទីបើសិនជាខ្សែពាននេះធូរពេកម៉ាស៊ីនយើងវិលអត់គ្រប់ជុំម៉ាស៊ីនយើងក៏ឡើងកម្ដៅដូចគ្នាហើយបើសិនជាខ្សែពាននេះធូរពេកម៉ាស៊ីនយើងវិលអត់គ្រប់ជុំឌីណាម៉ូវិលអត់គ្រប់ជុំវាឡើងកម្ដៅហើយធ្វើឲ្យថាខូចអាគុយគឺមកចំណុចនេះមានតួនាទី2តួនាទីអញ្ចឹងចំណុចនេះសំខាន់បាទចាំមានចំណុចផ្សេងពីហ្នឹងទៀតទេបងដែលធ្វើឡើងកម្ដៅអាហ្នឹងគឺចំណុចដែលថាយើងកាត់បន្ថយភាពឡើងកម្ដៅរដូវកាលនេះគឺមានតែ4ចំណុចហ្នឹងទេបើសិនជាយើងថែរក្សា4ចំណុចនេះបានហើយម៉ាស៊ីនយើងប្រើអត់ចេះឡើងកម្ដៅទេបាទទទួលបានបងហើយទឹកវាក៏អត់មានការស្រកដែរបាទមុននឹងចេញធ្វើការបងប្រុសទី1បងប្រុសមិត្តពិនិត្យមើលថាអានេះយើងនិយាយតាមមួយចំណុចទេណាបាទពិនិត្យមើលវិធីសាស្ត្រឡើងកម្ដៅគឺយើងមើលតែ4ចំណុចនេះទៅម៉ាស៊ីនយើងគឺប្រើការបានល្អទទួលបានបងអញ្ចឹងបើសិនជាបងមានចងល់ផ្នែកឡើងកម្ដៅឡើងអីបងអាចតំណាក់តំណងមកខាងហាងអន្តរជាតិសិនឬក៏តាមពេកបានអត់អីទេឬក៏តាមលេខទូរស័ព្ទបានអត់អីទេអរគុណនេះក្បោះចឹងអរគុណបងប្រុសណាសម្រាប់ព័ត៌មាននេះចឹងពុកម៉ែបងប្អូនទទួលបានព័ត៌មានលម្អិតហើយតាមពិតពុកម៉ែបងប្អូនគិតថាវាជារឿងទូចឬក៏ងាយណាគ្រាន់តែឡើងកម្ដៅមែនតើទៅគឺបច្ចេកទេសគឺយើងត្រូវថែទាំថែរក្សាឲ្យបានដល់ហើយត្រូវទៅតាមស្តង់ដារបច្ចេកទេសដែលជាងគាត់បានដាក់ជូនចឹងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះហើយអរគុណបងប្រុសអរគុណបងប្រុសជួបគ្នានៅវីដេអូក្រោយបាយ គូបូតាបច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត